ផ្កាម្លិះពេលដែលដាំទុកយូរទៅដើមវាឡើងដូចវល្លិអញ្ចឹងនេះគឺជាម្លិះរួតច្រើនស្រទាប់ហើយក្លិននឹងក្អូបឈ្ងុយតែម្ដងខ្ញុំកាត់ដើមណាវែងៗចោលខ្លះហើយនឹកឃើញថាស្ដាយអញ្ចឹងហើយកាត់វាជាកង់ៗហើយយកវាទៅដាក់ផ្សាំចាក់ទឹកបាតកែវហើយដាក់មេជី 4-5 តំណក់បន្ទាប់មកយកដើមផ្កាម្លិះរបស់យើងនឹងដាក់ត្រាំ 4-5 នាទីសង្ឃឹមរសរបស់វាគឺដល់តែជាង 90% ឯណោះរីឯស្លឹកកាត់វាចោលខ្លះៗផងស្រោចទឹកដីឲ្យជោគបន្ទាប់មកយកផ្កាម្លិះរបស់យើងនឹងដោតចូលឲ្យពេញថូហើយយកទៅរក្សាទុកនៅកន្លែងដែលមិនលុបហើយពេលណាដែលមើលទៅថាវាជិតស្ងួតដីហើយគឺអាសាស្រោចទឹកវាផងហើយជា3សប្តាហ៍អីក៏จะឃើញមានត្រួយថ្មីលាស់មកខ្លះៗគុំធំមួយនេះគឺខ្ញុំយកទៅដាំនៅក្នុងផើងដីដែលដាក់ដាំគឺខ្ញុំលាយជីកប៉ុកខ្លះហើយទឹកមេជីដែលយើងដាក់ផ្សាំផ្កាមិញហ្នឹងអត់ចោលទេគឺយើងយកមកចាក់ស្រោចពីលើវាមករួចហើយយើងស្រោចទឹកធម្មតាពីលើថែមមកជោគគឺធ្វើឲ្យផ្កាម្លិះរបស់យើងហ្នឹងគឺកាន់តែល្អខ្លាំងហើយកាត់មែកវាចោលខ្លះទៅគឺដើម្បីឲ្យវាឆាប់លាស់មកស្លឹកថ្មីគឺពេលវាលាស់មកវាមានផ្កាមកជាមួយតែម្ដង